ការរៀនសូត្រជាប្រចាំដែលខ្ញុំត្រូវតាំងចិត្តខ្លួនឯងថាបើខ្ញុំគ្មានអីវិវត្តថ្មីនៃចំណេះដឹងរបស់ខ្ញុំទេជីវិតរបស់ខ្ញុំប្រកាសជានៅតែដុនដាបដដែលដោយសារខ្ញុំឆ្លងកាត់អស់ហើយពីភាពដុនដាបទាំងអស់ហ្នឹងប៉ុន្តែមិនមែននិយាយថាភាពដុនដាបហ្នឹងគេមិនមានគេឆ្លងកាត់ដូចតែគ្នាទេមនុស្សគ្រប់គ្នាហ្នឹងគឺមានការលំបាករៀងៗខ្លួនអ្វីដែលយើងទាំងអស់គ្នាត្រូវក្តាប់ជាប់ឲ្យបាននោះគឺការបន្តនៅការដាក់វិន័យសម្រាប់ខ្លួនឯងដែលជាចំណុចសំខាន់ណាស់តែបងប្អូនទាំងអស់ត្រូវតែប្រកាន់ភ្ជាប់នៅវិន័យបើអត់វិន័យទេអត់ discipline ទេគឺมันអាចឲ្យជីវិតរបស់យើងទៅមុខបានទេខ្ញុំគ្រាន់តែជាលើកឧទាហរណ៍នៅពេលដែលយើងធ្វើអីមួយឧទាហរណ៍យើងការសិក្សារៀនសូត្រមួយយើងរៀនភាសាអង់គ្លេសក៏ដោយបើសិនជាយើងអត់មានវិន័យក្នុងការរៀនវាឲ្យជាប់លាប់រៀនបានមួយថ្ងៃហ្នឹងទៅខានរៀនមួយថ្ងៃខានវាអត់មានកម្លាំងជាប់វិន័យឲ្យបានជាក់លាក់ហ្នឹងគឺរៀនយ៉ាងម៉េចក៏មិនចេះដែរ